បាទគោរពជំរាបសួរបាទថ្ងៃនេះដែរយើងសិក្សាអំពីជើងព្យញ្ជនៈចំនួន10ដែលអាចផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆបានបាទគឺចំណុចទី1គឺកជើងកផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណុចទី2គឺកជើងកផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណុចទី3គឺងជើងងផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណុចទី4គឺដជើងដផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណែកឯទី5គឺណជើងណផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណុចទី6ពជើងពផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណុចទី7មើជើងមើផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណុចទី8លជើងលផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណុចទី9វជើងវផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចំណុចទី10អជើងអផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆបាទទាំងអស់មានជើងចំនួន10ជើងព្យញ្ជនៈដែលអាចផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆបានបាទចំណុចទី1ជើងកជើងកផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆយើងដឹងហើយកហើយនឹងឆគឺជាព្យញ្ជនៈពួកអអញ្ចឹងឆជើងកចកពួកអធម្មតាអត់មានទាញសូរទេគឺសំឡេងពួកអធម្មតាចកឆជើងកចកឧទាហរណ៍ឆ្កាមានរកិរិយាសព្ទឆ្កាព្រៃស្មើនឹងត្រួសត្រាយព្រៃដើម្បីដាំដំណាំមកត្រាយព្រៃដាំដំណាំនេះត្រាយត្រួសត្រាយមួយទៀតឆ្កឹះជាកិរិយាសព្ទដែរយកមែកឈើឬក៏រស័យហ្នឹងទៅឆ្កឹះដៃក៏ឆ្កឹះយកមកចូលទៅឆ្កឹះដង្បៅយកដង្បៅចេញហើយឆ្កឹះមួយទៀតឆ្កែថ្នាក់ពាក្យជានាមសត្វឆ្កែយើងហ្នឹងសំណល់បាទចំណុចទី2ជើងកជើងកផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆជើងកឆ្កឆកមានថាយើងចំណាំទៅបើវានៅសំឡេងដដែលទាំងពីរមានថាឆកអញ្ចឹងគឺអត់មានទំនាញសូរទេមានថាអត់មានករណីទំនាញសូរប៉ុន្តែវាជាពាក្យទំនាញសូរដោយសារឆហ្នឹងគឺជាព្យញ្ជនៈក្រុមខ្លាំងចំណែកឯកក៏ស្ថិតនៅក្នុងក្រុមព្យញ្ជនៈក្រុមខ្លាំងដូចគ្នាអញ្ចឹងខ្លាំងប៉ះខ្លាំងអត់មានទាញសូរទេឆកវាជាពាក្យទំនាញសូរប៉ុន្តែมันស្ថិតនៅក្នុងករណីទំនាញសូរទេឧទាហរណ៍ថាឆ្កងមិនសមឆ្កងបាទចំណុចទី3គឺងជើងផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចឹងឆជើងឆ្ងឆងដាក់ងមកសម្រាប់ពីងគឺមានន័យថាឆទាញព្យញ្ជនៈងទៅជាងអញ្ចឹងឆទាញណាអញ្ចឹងមានករណីទំនាញសូរដោយសារឆនឹងស្ថិតនៅក្នុងក្រុមព្យញ្ជនៈក្រុមខ្លាំងចំណែកឯងស្ថិតនៅក្នុងក្រុមព្យញ្ជនៈក្រុមខ្សោយ
បាទខ្លាំងទៀងខ្សោយហើយឧទាហរណ៍ឆោចងឆ្ងល់ឆ្ងាយ ឆោជាងឆ្ងល់មានតែឆ្ងាយនេះយើងស៊ូមកចិត្តស៊ូមកចិត្តយ៉ាងទៅនេះយើងនៅឆ្ងាយចា បាទចំណុចទី4ជើងដជើងដជើងដហើយជើងតដូចគ្នាដែរប៉ុន្តែការប្រើខុសគ្នាណាអញ្ចឹងឆោជើងដច្ដសុទ្ធតែជាពួកអដូចគ្នាអញ្ចឹងសំឡេងវាធម្មតាសំឡេងសូររួមរបស់វាគឺពួកអឆោជើងដច្ដយើងដាក់ស្រៈនិស័យសាអោមួយមកឆោជើងដច្ដអោច្ដោស្មើនឹងត្រីច្ដោត្រីច្ដោឆ្ដោឆោជើងដច្ដអោច្ដោចំណុចទី5ជើងណៅជើងណៅផ្ញើជើងជាមួយនឹងចេញជាអ្នកអក្សរឆបាទឆជើងណៅឆ្នស្មើនឹងឆណសម្រាប់2ទៅជាណប៉ុន្តែយើងពាក្យបល័យតែខ្ញុំដាក់សម្រាប់ទៅឆ្នអញ្ចឹងឆទាញពីណមកណមានករណីទីមីងសូទាញពីពួកមកពួកអដោយសារតែឆស្ថិតនៅក្នុងក្រុមចេញជាអ្នកក្រុមខ្លាំងចំណែកឯណស្ថិតនៅក្នុងក្រុមចេញជាអ្នកក្រុមខ្សោយអញ្ចឹងឆខ្លាំងទាញខ្សោយទាញឆទាញណហ្នឹងឧទាហរណ៍ឆ្នេរសមុទ្រឆ្នេរសមុទ្រទឹកសមុទ្រពណ៌ខៀវមួយទៀតឆជើងណឆ្នឆ្នាំងដាំបាយបាទចំណុចទី6ជើងពជើងផ្ញើជើងជាមួយនឹងចិញ្ចៀនអក្សរឆអញ្ចឹងឆជើងឆ្ពឆស្មើនឹងឆអត់ចូលករណីទំនាញសូទេប៉ុន្តែវាជាពាក្យទំនាញសូដែរសូរួមរបស់វាគឺពួកឆអត់ទាញសូទេហ្នឹងប៉ុន្តែវាជាពាក្យទំនាញសូដោយសារណាឆហេតុអីបន្ទាញដោយសារវាស្ថិតនៅក្រុមខ្លាំងដូចគ្នាឆក៏ស្ថិតនៅក្នុងក្រុមខ្លាំងចំណែកឯក៏ស្ថិតនៅក្នុងក្រុមខ្លាំងដែរចឹងអត់មានទាញសូទេប៉ុន្តែវាជាពាក្យទំនាញសូពួកឆ្ពហ្នឹងមិនពួកដាក់ស្រៈនិស័យមួយទៅមិនទាញសូឆជើងឆ្ពអេទៅជាស្អីឆ្ពីណឆ្ពិនត្រីឆ្ពិនត្រីឆ្ពិនបាទចំណុចទី7ជើងមកជើងមកផ្ញើជើងជាមួយនឹងចិញ្ចៀនអក្សរឆចឹងឆជើងមកអានថាឆ្មទាញទៀតណាឆមកចឹងឆទាញពីមកសម្រាប់ពីមកចឹងសូរួមរបស់វាគឺពួកណាទាញឆដើរតួជាអ្នកទាញដោយសារឆស្ថិតនៅក្នុងក្រុមចេញជាអ្នកក្រុមខ្លាំងចំណែកឯមកស្ថិតនៅក្នុងក្រុមចេញជាអ្នកក្រុមខ្សោយក្នុងមេរៀនមុនយើងដឹងហើយអញ្ចឹងសូរួមរបស់វាគឺឆជើងមកឆ្មដាក់ស្អាមកឆ្មាអត់ទាញសូឆ្មាគឺពួកមួយទៀតឆជើងមកឆ្មឆ្មាមានរោដសៃឆ្មាអញ្ចឹងណាដសៃធំបាទឆ្មាគឺតូចស្ដើងអញ្ចឹងណាឆ្មាបាទមួយទៀតតទៅនឹងក្រូចឆ្មាមានរោនេះផ្លែក្រូចឆ្មានេះដើមក្រូចឆ្មាដើមផ្លែជូសម្រាប់ជ្រក់ត្រីជ្រក់អីហ្នឹងក្រូចឆ្មាបាទ
បាទចំណុចទី8ជើងលើជើងលើផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆចឹងឆជើងលើឆ្លមានករណីទំនាញសូទៀតហើយឆជាអ្នកទាញណាឆឡលើសម្រាប់ពីឡឆ្លឆឡចឹងឆទាញពីលើមកឡដោយសារតែឆស្ថិតនៅក្នុងក្រុមព្យញ្ជនៈក្រុមខ្លាំងចំណែកឯលើស្ថិតនៅក្នុងក្រុមព្យញ្ជនៈក្រុមខ្សោយបាទឆខ្លាំងទាញខ្សោយពីលើមកឡឆជើងឡឆ្លឆ្លាមត្រីឆ្លាមត្រីឆ្លាមបលូសាកឆ្លាមពកខៀវមួយទៀតឆជើងឡឆ្លឆ្លូញឆ្លូញត្រីឆ្លូញឆ្លូញត្រីឆ្លូញបាទចំណុចទី9ជើងវជើងវផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆជើងវឆ្វមានករណីទំនាញសូពីមកអចឹងឆទាញណាឆទាញទៀតហើយឆវម្លាប់ពីវឆ្វចឹងឆជាអ្នកទាញដោយសារឆស្ថិតនៅក្នុងក្រុមព្យញ្ជនៈក្រុមខ្លាំងចំណែកឯវស្ថិតនៅក្នុងក្រុមព្យញ្ជនៈក្រុមខ្សោយចឹងឆទាញព្យញ្ជនៈទី1ទាញព្យញ្ជនៈទី2ពេលឆជាមួយគ្នាឆ្វឆ្វង់ខ្លាឆ្វង់ទឹកខ្លាឆ្វង់ឆ្វាចឆ្វេងស្ដាំអញ្ចឹងណាទឹកខ្លាឃើញបាក់ដីទឹកខ្លាឆ្វង់អញ្ចឹងទៅបាទចំណុចទី10ជើងព្យញ្ជនៈអក្សរអជើងអផ្ញើជើងជាមួយនឹងព្យញ្ជនៈអក្សរឆជើងអឆ្អដោយសារតែឆក៏ព្យញ្ជនៈពួកអចំណែកអហ្នឹងក៏ជាព្យញ្ជនៈពួកអខ្លួនឯងអញ្ចឹងឆជើងអឆ្អអត់មានករណីទំនាញសូទេគឺសូរួមរបស់វានៅអឆ្អិនឆជើងអឆ្អជើងឆ្អិនបាយឆ្អិនខ្ញុំដាំបាយដើម្បីដាក់ពេញមួយឆ្នាំងមកដាំខ្ជូងមើលឆ្នាំងនឹងខ្វៅវែកតែឆ្ងាញ់ឈ្ងុយហ៎មួយទៀតឆ្អឹងត្រីញ៉ាំអស់ហើយមួយបាយមិញមួយទៀតឆ្អើគុណនាមត្រីឆ្អើត្រីតម្រង់ជួរត្រីគ្រប់ច្បាប់ត្រីឆ្អើត្រីមានរបៀប